ឥឡូវនេះចូលមកដល់ព្យញ្ជនៈណជាមួយនឹងស្រៈអោកកូនបានស្គាល់ហើយមួយនេះគឺជាព្យញ្ជនៈណចាហើយមួយនេះគឺជាស្រៈអោឥឡូវអ្នកគ្រូនឹងសរសេរចាការគុំព្យញ្ជនៈហើយនឹងស្រៈឲ្យកូនមើលចាសូមយកចិត្តទុកដាក់មើលក្តារខៀនចាអ្នកគ្រូចាប់ដើមសរសេរព្យញ្ជនៈណផ្សំជាមួយស្រៈអោចាកូនអានថាណៅសូមស្ដាប់ព្យញ្ជនៈណផ្សំជាមួយស្រៈអោកូនអានថាណៅចាមិញកូនបានមើលហើយអ្នកគ្រូបានសរសេរចាព្យញ្ជនៈណគុំជាមួយស្រៈអោឥឡូវចូលមកដល់ការអានម្ដងចាសូមឲ្យកូនស្ដាប់ដែរអ្នកគ្រូនឹងប្រកបព្យញ្ជនៈណជាមួយនឹងស្រៈអោអញ្ចឹងកូនអានថាណៅ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 ចាកូនបានស្ដាប់អ្នកគ្រូអានហើយឥឡូវនេះអ្នកគ្រូនឹងអានម្ដងទៀតហើយសូមឲ្យកូនអានតាមអ្នកគ្រូណៅចាសូមអានណៅ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 ចាកូនបានស្ដាប់និងបានអានតាមអ្នកគ្រូហើយឥឡូវនេះសូមឲ្យកូនជាអ្នកអានដោយខ្លួនឯងចាសូមអានចាកូនបានស្ដាប់និងបានអានដោយខ្លួនឯងហើយអំពីព្យញ្ជនៈណប្រកបជាមួយនឹងស្រៈអោកូនអានថាណៅចាបើកូនបានអានបានត្រឹមត្រូវហើយឥឡូវនេះចូលមកដល់ការធ្វើលំហាត់ចាសូមយកចិត្តទុកដាក់អញ្ចឹងនៅក្នុងលំហាត់នេះគឺកូនត្រូវសរសេរព្យញ្ជនៈណជាមួយនឹងស្រៈអោឡើងវិញចាមួយនេះគឺជាគំរូអញ្ចឹងកូនអាចមើលបានណាព្យញ្ជនៈណប្រកបជាមួយស្រៈអោកូនអានថាណៅចាសូមចាប់ដើមសរសេរនៅលើស្នាមគំនូសនេះចារហូតមកដល់ចំណុចចុងក្រោយនៅពេលដែលកូនសរសេរបានត្រឹមត្រូវហើយសូមយកកិច្ចការរបស់កូនដើម្បីឲ្យអាណាព្យាបាលពិនិត្យចា